ជ្រើសរើសប្រើប្រាស់ទ្វារមូលដ្ឋានសម្រាប់ឃ្លាំងស្ងួតរបស់គាត់ដែលមានប្រភេទទឹកសពទឹកក្រូចនិងសម្ភារៈផ្សេងៗរបស់ក្រុមហ៊ុន Cambrew Beverages បាទជំរាបសួរបងប្អូនអរគុណថ្ងៃនេះក្រុមការងារកបាត់ PVC កំពុងតែធ្វើការដំឡើងទ្វារមូលដ្ឋាន PVC សម្រាប់ទីតាំងឃ្លាំងស្ងួតមួយកន្លែងរបស់រោងចក្រសាក់ប៊ីអង្គើនៅខេត្តរសៀលអនុហើយសម្រាប់ទីតាំងនេះផងដែរគឺសម្រាប់គាត់ជ្រើសរើសប្រើប្រាស់ទ្វារមូលដ្ឋានសម្រាប់ឃ្លាំងស្ងួតរបស់គាត់ដែលមានប្រភេទទឹកសពទឹកក្រូចនិងសម្ភារៈផ្សេងៗរបស់ក្រុមហ៊ុន Cambrew Beverages ហើយសម្រាប់នៅទីតាំងនេះផងដែរកាលពីមុនគាត់មានជាប្រភេទជារមុងដៃតែនេះជាប្រភេទជារមុងដៃដែលគាត់ឲ្យក្រុមការងាររបស់យើងបានដោះចេញពូនហើយដែលគាត់ដោះវារមុងដៃនេះចេញគឺដោយសារទី1ល្បឿននៅក្នុងការបិទបើកយឺតតែធ្វើឲ្យស្ទះទៅដល់ productivity ក្នុងការងារ logistic ដឹកជញ្ជូនរបស់គាត់ហើយមួយទៀតតើតើនៅការងារ maintenance ភាសាទ្វារនេះពេលដែលពួកយើងមកដល់គឺវាខូចខាតតិចទីអស់ហើយអញ្ចឹងគាត់ប្របាក់ក្នុងការជាងដែលមកជួសជុលនឹងខែតទ្វារនេះអញ្ចឹងគាត់ក៏សម្រេចចិត្តផ្លាស់ប្ដូរទីតាំងទ្វារនេះជំនួសដោយទ្វាររមុងរហ័ស PVC ដោយសារទីតាំងនេះជាទីតាំងស្ទះស្ងួតផលិតផលសម្រាប់គាត់ហើយអញ្ចឹងការប្រើប្រាស់នេះគឺគាត់ដើម្បីធ្វើឲ្យទ្វារនេះគាត់បានរហ័សដើម្បីបង្កើន productivity នៅក្នុងការដឹកជញ្ជូនអីវ៉ាន់ចេញចូលរបស់គាត់អញ្ចឹងឥឡូវនេះក្រុមការងារកវ៉ាន់កំពុងតែធ្វើការសម្អាតនិងចំ handlever ទ្វារនេះជូនទៅភ្ញៀវអញ្ចឹងបើសិនជាបងប្អូនសម្រាប់សហគ្រាសផលិតកម្មឧស្សាហកម្មផ្សេងៗដែលមានតម្រូវការប្រើប្រាស់ទ្វាររមូលរហ័សប្រភេទនេះអាចតាក់ទងក្រុម